ទៅហើយ Cyrus Demi មួយទល់នឹង3 Cyrus Demi ទៅអត់ផុតទេ Belvan ប៉ះបកលទីចាប់ដើមប្រកួត ម៉ោងរាប់ថយក្រោយចេញដំណើរក្នុងការប្រកួតនេះគឺជាសប្តាហ៍ទី14នៃការប្រកួត Cambodian Premier League Bangkit FC ជាមួយនឹងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងទប់មួយសិនហើយក៏លើកម្ដងទៀតទៅដល់ទៅប្រយចាប់ជាប់ទាត់មកជើងទៀតនឹងទៅចាប់ជាប់ដោយអ្នកចាំទីឥឡូវនេះឱកាសរបស់បង្គេតបញ្ជូនមកហើយឱកាសរបស់បង្គេតផ្លាត់ស្និតទប់ជាប់ទាត់ពីចម្ងាយតែម្ដងជះបាល់ចេញដល់អ្នកចាំទីវីរៈតារា Demi Cyrus Demi បញ្ជូនមកកណ្ដាលឱកាសអូយបាទបើកឆាកតង់ទី1មិនទាន់5នាទីតែម្ដងបាល់សុទ្ធនៅមុខទីដូចគ្នាឱកាសល្អមែនទែនបាទពីបង្គេតមុននេះបន្តិចអូហូយទាញទៅគ្រីយ៉ាផងឥឡូវអូទៅហើយអោពីរុនកាប់មួយកាត់មកខាងក្រោយវិញអូឃ្លៀផ្ដាច់បាទទៅដល់ Christian វិញម្ដងរបស់ក្រុម Charlie Thomas Scott មួយជើងបាល់ប៉ោងឡើងទៅខាងលើបាទឱកាសរបស់អតីតយុវជនបិសាចក្រហម Manchester United ដែលធ្លាប់លេងជាមួយនឹង Marco Rashford វិសាលសម្រាប់ទាត់បាល់ long ball ទៅឲ្យ Patrick Robson ទាត់ឆ្វេងយកមកជើងនេះតែម្ដងតែមិនចូលទេ Patrick Robson មួយទៅផុត Patrick Robson តោះទៅមួយទៀត Patrick Robson ទាត់យកតែម្ដងអូហូយបាទបាល់ហើរឡើងទៅខាងលើពីការទាត់របស់ខ្សែប្រយុទ្ធ Patrick Robson ឥឡូវទាត់ឆ្វេងតែម្ដងដល់ចេះចេញអូយមួយគ្រាប់នេះបាទចំគោលដៅល្អមែនទែនតែគោលដៅនេះត្រូវបានរាំងបញ្ជាដោយអ្នកចាំទីវីរៈតារាបញ្ជូនមកក្រោមកាត់ទៅមុខឲ្យ Cyrus Demi មិនได้ទាត់ឆ្វេងត្រង់នេះរំលងរបស់ទីអូសម្រុកខ្លាំងមែនទែនហើយបាទខាងក្រុមបង្គេតទៅលើព្រះខ័នរាជស្វាយរៀងពេលប្រាក់មេដួលក្រៅឬក្នុងគាត់កំពុងតវ៉ាបន្តិចសិនលោកអញ្ញាកណ្ដាលសុជាតិកំពុងតែស្ដាប់បន្តិចដែរបាទពីជំនួយការរបស់គាត់តែយ៉ាងណាលោកពឹមសុជាតិចាំស្ដាប់របាយការណ៍បន្តិចយើងមើលកន្លែងដែលពេលប្រាក់មេបាទអូផុតបាទទាំង Kelly ទាំង Scott ក៏ប៉ុន្តែ Scott បាទជាអ្នកលូកពីខាងក្រោយដូចសល់តែ1នាទីទៀតទេគ្រោះថ្នាក់ណាស់តើជំនាញខាងណាលើកឬក៏ទាត់តែម្ដងស៊ីដានទាត់ឆ្វេងបុកបារ៉ាចេញក្រោយបានមកជ្រុង Charlie Scott លើកដៃជាសញ្ញាលើកចូលមកខាងក្នុងតែបានសម្រេចទេមិនទេរុញបាល់ពីជើងវិស្ណុចេញទៅខាងក្រៅបាត់ទៅហើយយ៉ាងណាក្រោយឥឡូវនេះគឺថាបាត់រុនបញ្ជូនបន្តកាត់ទៅខាងមុខហើយក៏យកខ្លួនមកពាំងទាត់ផ្ដាច់មិនទាន់ទៅដល់ឆ្ងាយមួយជើងផ្ដាច់ថែមទៀតឲ្យកាន់ទៅឆ្ងាយពី Patrick មួយប៉ះនេះល្អមែនទែនមកខាងក្នុងបោកទៀតហើយទាត់កាត់ទៅខាងមុខទាក់ត្រឹមខ្សែការពារស៊ឺវិសាលទាត់មួយជើងចេញទៅខាងក្រៅដោយញៀនសូស៊ីដានឯវីរៈតារាកំពុងតែរងចាំការពារមួយបាល់នេះតែកលាច់កាច់មកកកមកខាងនេះវិញមកដល់មុនរតនៈបោះបាល់រត់ប៉ុណ្ណឹងគ្នារតនៈទួននេះអត់រតនៈទួនមាន2នាក់3នាក់កំពុងរត់ពីឆ្វេងទៅហើយក៏ប៉ុន្តែចង្វាក់នេះមិនអាចទៅរួចទេបាទគឺវ៉ាងដាវិនជាអ្នកកាត់ទៅផ្ដាច់តែម្ដងចំស៊ីដានសម្លឹងក្រោយផងសម្លឹងក្នុងផងលើកមកហើយផុត1ផុត2បាទផ្ទះមួយជើងផុតហើយមកដល់ Patrick ទាត់មកជើងត្មងទៅប៉ះទៅណាក៏ប៉ះគឺប៉ះហើឡើងទៅខាងលើឥឡូវនេះតើបេវ៉ាន់ដួលលោកកញ្ញាកណ្ដាលមិនពីដីលេខជាបន្តឆក់បាល់បានសម្រាប់ឱកាសរបស់បង្គេតក្នុងការរកគ្រាប់បាល់ Cyrus Demi ទៅអត់រួចអូយលាត់ស្លៀតលោកបូនគ្រាប់បាល់បាត់ទៅហើយភាពស្ងប់ស្ងាត់នៅក្នុងពហុកីឡដ្ឋានជាតិត្រូវបានបំបែកនៅនាទីទី72បង្គេតនាំមុខទៅលើព្រះខ័នរាជស្វាយរៀង1-0អូហូយ celebration បែបគោរពទៅកាន់បាទបងបើដែលជាបាទអ្នកនៅព្រំដែននេះគ្រាប់បាល់កើតចេញឡើងពីការឃ្លាបាល់របស់ Faris Hamouti ទាត់ចំជើងរបស់សឿវិសាល
ជាការអូសបាល់មកខាងក្នុងរបស់ Cyrus Demi ប៉ុន្តែការឃ្លៀបាល់របស់ខ្សែការពារស្វាយរៀងផ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងនៅនាទីទី72 Patrick Robson សម្លឹងមើល Faris Samoti Christian លើកចូលមកខាងក្នុងតែចូលភាពស្ងប់ស្ងាត់នៅពហុកីឡាដ្ឋានជាតិត្រូវបានបំបែកសារជាថ្មីម្ដងទៀតដោយព្រះខ័នរាជស្វាយរៀងអបអរសាទរការគោរពដូចគ្នារវាងក្រុមទាំងពីរអូហូយ1នាទី2គ្រាប់នៅក្នុងពហុកីឡាដ្ឋានជាតិតាមរយៈការតែតបញ្ចូលទីរបស់ខ្សែការពារសុផលឌីម៉ង់ដែលមិនមានអ្នកណាបិទនៅតំបន់គ្រោះថ្នាក់របស់បង្គេតឈរតែម្នាក់ឯង free header តែម្ដងទៅហើយ Cyrus Demi 1-3 Cyrus Demi ទៅអត់ផុតទេបើបានប៉ះបកលទីអូយបាទលេខជាបន្តឆក់បាល់បានពីបង្គេតវិញបញ្ជូនមកឱកាសរបស់បង្គេតទាញទៅកឹបមួយដួលលោកអញ្ញាកណ្ដាលពីនៃឬយ៉ាងណាមិនពីនៃទេលេងជាបន្តអូហូយបាទ Zabala បញ្ជូនចែកឲ្យម៉ាត់នរុនលើកមកម្ដងទៀតតើមួយក្បាលខោកមួយទៀតចូលបានមួយនាំមុខជាថ្មីបង្គេត FC មួយក្បាលរបស់ Wesley នេះល្អណាស់បាទក្រោយពេលដែលផ្លុកអ្នកទី1អ្នកទី2ធ្វើបានអូខ្ញុំសរសើរដល់ម៉ាត់នរុននេះវិញបាទដែលចលនារបស់គាត់គឺ flexible មែនទែនបាទចលនារបស់គាត់គឺ flexible មែនទែនបាទនរុនចុងក្រោយគឺ Wesley បាទដែលទើបតែដូរចូលបាទប្រហែលទាន់បាន10នាទីស្រួលបួលផងអញ្ចឹង2-1បង្កើតនាំមុខជាថ្មីយើងមើលកន្លែងនេះគឺនរុនមកប៉ះនោះបាទគឺ Cyrus Demi បាទមិនប៉ះបាល់ធ្លាក់មកគឺដល់ Wesley មកបាទដូចថាមាន2នាក់បាទមាន2កលៈអញ្ចឹងបាទផុតកលៈទី1ចូលកលៈទី2ចុចបន្តិចបាទបញ្ជូនទៅបានល្អចែកទៅខាងឆ្វេងបាទ Cyrus Demi បានបាល់ធ្វើយកបាល់បញ្ជូនទៅឆ្វេងបន្តក្នុងប្រអប់ហើយទាត់ឆ្វេងវរៈតារាជះនៅក្នុងបណ្ដាញសង្គមបាទដែលនេះគឺបានបង្ហាញអាយ៉ាបាទ Sin Broken Kali បាញ់មិញជាមួយនឹងកយសាលីមបាទផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្ដងអបអរសាទរដល់ក្លឹបម្ចាស់ផ្ទះបាទបង្គេតថ្ងៃនេះធ្វើបានល្អមែនទែនបាទនៅក្នុងការប្រកួតជាមួយនឹងព្រះខ័នរាជស្វាយរៀងនៅក្នុងការប្រកួតលីកកំពូលកម្ពុជា Cambodian Premier League សប្តាហ៍ទី14